អៀនសេមីមិនខ្វល់ពាក្យវាយប្រហារបន្តចាយជីវិតហឺហាដូចធម្មតាកំងនីលេការលេចជាង$10,000ទោះជាមានការរិះគន់ផ្សេងនៅលើបណ្ដាញសង្គមមកលើជីវិតថៅកែអនឡាញស្ត្រីល្បីឈ្មោះអៀនសេមីព្រមទាំងរឿងអាស្រូវស្នេហាយ៉ាងណាតែសេដ្ឋីរូបនេះនៅមិនខ្វល់ខ្វាយឡើយដោយបន្តចាយភាពហឺហាតាមធម្មតាថ្មីនេះថៅកែគ្រឿងសម្អាងអនឡាញរូបនេះបានកំងនីលេការលេចមួយគ្រឿងតម្លៃខ្ពស់ខ្លាំងដើម្បីបន្ថែមរសជាតិនៃជីវិតRolex Yachtmaster មានតម្លៃចាប់ពី$15,000ឡើងទៅជាង$20,000ជានេះលេការដែលអៀនសេមីបាន order តាមរយៈភ្នាក់ងារនៅក្នុងស្រុកនិងរងចាំ2ខែទើបមកដល់ហើយថៅកែអនឡាញរូបនោះកំពុងរស់នៅទឹកដីអូស្ត្រាលីថៅកែស្រីដែលមានក្រុមងារអង្គការរូបនេះបានកំង Rolex Yachtmaster Cotton Candy មានដាំពេជ្រនិងត្បូងកម្រជាច្រើនគ្រាប់ធ្វើឲ្យតម្លៃនៃនាឡិកា Rolex មួយនោះកាន់តែខ្ពស់កប់ពពកគួរបញ្ជាក់ថាអៀនសេមីគឺជាអ្នកជំនួញអនឡាញស្រីដែលពូកែព្រមទាំងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយមានអចលនទ្រព្យទាំងក្នុងនិងស្រុកទោះមានឈ្មោះជាស្ត្រីមេម៉ាយតែអគ្គនាយិកាក្រុមហ៊ុន Castle Diamond Co Ltd រូបនេះមិនបានទម្លាក់ដៃក្នុងមុខរបរឡើយហើយផលិតផលបែរជាផ្ទុះការគាំទ្រខ្លាំងវិញជីវិតប្រចាំថ្ងៃដែលពោរពេញដោយសម្ភារៈថ្លៃនិងលុយចាយពេញដៃធ្វើឲ្យនរណាក៏ចង់បានដូចជីវិតរបស់ម្ចាស់ផលិតផល EE រូបនេះដែរមួយរយៈនេះអ្នកជំនួញអនឡាញស្រីរូបនេះជួបប្រទះព័ត៌មានមិនល្អជាច្រើនទាំងរឿងរកស៊ីនិងរឿងជីវិតស្នេហាដែលមានអ្នកខ្លះលើកឡើងធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះដែលខំកសាងអស់មកជាច្រើនឆ្នាំ